ប្រសិនបើមានគេជួលអ្នកចំនួនទឹកលុយ1លានឲ្យអ្នកឡើងទៅលេងនៅកន្លែងនេះតើអ្នកហ៊ានឡើងទៅលេងដែរឬទេនេះគឺជាកន្លែងដើរលេងមួយកន្លែងនៅលើភ្នំហ្វាស៊ីនៅក្នុងប្រទេសចិនជាមួយនឹងកម្ពស់ដ៏សែនខ្ពស់ដែលយើងគន់មើលពីលើចុះទៅក្រោមបើសិនជាមានការធ្លាត់ធ្លាយឬក៏របូតជើងរអិលធ្លាក់ចុះទៅខាងក្រោមនោះនឹងអាចរាប់បានថាសបាយនឹងអាចคล้ายទៅជាទុកហើយព្រោះអីកម្ពស់នៅទីនោះគឺខ្ពស់សម្បំណាស់មានរហូតទៅដល់1000ម៉ែត្រជាងឯណោះដោយកម្ពស់ពីលើភ្នំវាស់ចុះទៅក្រោមដែលមណ្ឌលទេសចរនេះមានឈ្មោះថា Sky Reaching Bodaha ទីនេះដែលគឺមានពាក្យកាមេរ៉ាមួយចំនួនប្រសិនបើភ្ញៀវទេសចរឬក៏អ្នកដែលឡើងទៅលេងនៅទីនេះឡើងដល់ចំណុចកំពូលបានន័យថាអតីតកាលឬក៏អតីតជាតិរបស់ពួកគេគឺសុទ្ធតែពូជអ្នកចម្បាំងបាតដៃព្រះដ៏ធំមួយនេះធ្វើឡើងអំពីលង្ហិនមានទម្ងន់រហូតដល់ 11.8 តោនមានប្រវែងបណ្ដោយ3ម៉ែត្រនិងទទឹង2ម៉ែត្រនិងកម្រាស់ 0.5 ដោយកម្ពស់ផុតពីដីចម្ងាយជាង 1000 ម៉ែត្រឯណោះនេះគឺជាជណ្ដើរដែលគ្រោះថ្នាក់បំផុតនិងស្រស់ស្អាតបំផុតដែលមានចំណោទចោតរហូតដល់ 1480 ម៉ែត្រដែលមានប្រវែងសរុបរហូតដល់ 168 ម៉ែត្រវាជាជណ្ដើរមេឃនៃសែងជាជីដោយវាគឺជាមណ្ឌលដែលកំសាន្តដ៏ល្បីឈ្មោះបំផុតនៅក្នុងប្រទេសចិនដោយនៅទីនេះដែរគឺបានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនដែលបានទៅទស្សនានៅកន្លែងនេះព្រោះអីទីនេះគឺមានទេសភាពស្រស់ស្អាតសម្បំណាស់ភ្ញៀវទេសចរដែលមានភាពក្លាហាននិងមានការលះបង់ដើម្បីទេសចរនៅក្នុងទីកន្លែងចោតខ្ពស់យ៉ាងខ្លាំងបំផុតនេះគឺយកជីវិតទៅលោលេងក៏ប៉ុន្តែសុវត្ថិភាពគឺមាននៅជាប់ជានិច្ចដោយពួកគេបំពាក់ខ្សែក្រវ៉ាត់ជាប់នឹងខ្លួនដោយកម្មចណ្ដើរមួយកម្មមានកម្ពស់រហូត 10.00 ហ្វីតឯណោះទាំងនេះមិនមែនជាការសម្ដែងទេទាំងនេះគឺជាភ្ញៀវទេសចរយ៉ាងពិតប្រាកដដែលពួកគេបានទៅលេងនៅទីនោះអូហូអេដមីនភ្លេចប្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាទីនេះដែលគឺជាទីតាំងធ្លាប់ថតរឿង Avastra ដែលជារឿងដ៏ល្បីឈ្មោះនៅក្នុងពិភពលោកនេះគឺជាចណ្ដើរដែលខ្ពស់ហើយនិងស្រស់ស្អាតបំផុតនិងចោតដាច់ពីច្រាំងដែលគេឲ្យឈ្មោះថាគឺជាចណ្ដើរឋានសួគ៌ចណ្ដើរនេះគឺស្ថិតនៅក្នុងប្រទេសចិនចណ្ដើរនេះមួយកម្មមានកម្ពស់ 25 សង់ទីម៉ែត្រឯណោះចណ្ដើរសងខាងគឺគ្មានភ្នាក់ដៃឬក៏បង្កាន់ដៃនោះទេសម្រាប់អ្នកទស្សនាដែលបានឡើងទៅចណ្ដើរនេះហើយត្រូវមានអារម្មណ៍មុតស្រួចនិងចិត្តមូលនៅទើបអាចឡើងទៅដល់ទីចំណុចកំពូលក៏ប៉ុន្តែសម្រាប់គូស្នេហ៍ទៅពេលដែលបានឡើងលើចណ្ដើរនេះហើយពួកគេចាប់ដៃគ្នាឡើងនៅពេលដែលដល់ចំណុចកំពូលបានន័យថាគូស្នេហ៍របស់ពួកគេនឹងមិនបាច់បាក់គ្នានោះទេទាំងនេះគឺជាមជ្ឈមណ្ឌលទេសចរដ៏គ្រោះថ្នាក់បំផុតនិងស្រស់ស្អាតបំផុតនៅក្នុងប្រទេសចិនក៏ប៉ុន្តែភ្ញៀវភាគច្រើនតែងតែចូលចិត្តទៅលេងនៅកន្លែងនោះមានលុយមានកាក់ខំទៅដើរលេងស្មានថាសប្បាយមានអីភ័យចង់រាកអាចរាកនោមប្រលឹងចុះទៅស៊ីអាចអស់ថ្ងៃមុខថ្ងៃក្រោយឲ្យរៀងសូមកុំភ្លេចចុច like subscribe និង follow ម្នាក់មួយដើម្បីជាកម្លាំងចិត្តដល់ admin